ព្រឹកនេះបានកូនស្រីជួយមានថាយើងកេងកម្លាំងពលកម្មកុមារទេតែយើងជាឪពុកឬក៏ជាម្ដាយឲ្យកូនរៀនធ្វើការងារផ្ទះបន្តិចបន្តួចចេះជួយយើងកាត់បន្ថយច្រើនណាតាក់ទងនឹងការប្រើប្រាស់ទូរស័ព្ទកូនយើងក៏គាត់លេងសូវបានលេងទូរស័ព្ទហើយក៏ងាកមកជួយធ្វើការងារផ្ទះដល់ហើយធ្វើការងារផ្ទះទទួលអារម្មណ៍មួយថារៀង fresh ហើយកូនយើងក៏គាត់អាចមានចំណេះដឹងទាក់ទងការងារផ្ទះខ្លះដែរដល់អញ្ចឹងគាត់ស្រឡាញ់សត្វហើយតែសត្វអញ្ចឹងគាត់ស្រឡាញ់គាត់ចូលចិត្តហើយខ្ញុំមិនបានបង្ខំទេកូនខ្ញុំគាត់ចង់ធ្វើដោយខ្លួនឯងហើយគាត់ស្រឡាញ់សត្វអញ្ចឹងគាត់ចាប់សត្វលេងហើយដូចជាកិច្ចកម្មភាពអស់នេះគាត់អត់ធ្វើទៅយើងជួយគាត់ណាយើងជួយគាត់កន្លែងណាដែលធ្ងន់ហ្នឹងយើងជួយលើកគាត់ហើយដោយកន្លែងគាត់ជួយដួសកន្លែងចំណីដាក់ឲ្យមន់យើងដួសឲ្យហើយទៅគាត់យកទៅចាក់ខ្លួនឯងពួកគាត់នៅទូចគាត់អាយុតែ3ខួបជាងទេតែ3ខួបជាងទេអញ្ចឹងគាត់លើកអត់រួចទេធ្ងន់ណាស់អញ្ចឹងយើងជួយគាត់ទៅមិនឲ្យគាត់កាត់បន្ថយការប្រើប្រាស់ទូរស័ព្ទអញ្ចឹងទេភ្នែកគាត់ក៏ប្រើបានយូរហើយបើអូនទូចនេះក៏អញ្ចឹងដែរឲ្យតែបងគេធ្វើអីនេះគេធ្វើតាមហើយលើចូលត្រង់មាន់ជាមួយនឹងគេចូលមកដេញចាប់មាន់គេចូលដេញចាប់មាន់ជាមួយបងគេហ្នឹងហើយបងគេហ្នឹងដាក់ចំណីដេញចាប់ហើយដេញចាប់អញ្ចឹងមិនត្រឹមចាប់ធម្មតាទេចាប់រួចចាប់បោកឲ្យខ្នាញ់ពេកហើយបើបងប្អូនចូលចិត្តការស្រឡាញ់ពីការចិញ្ចឹមសត្វទេមើលឲ្យដឹងថាពេញចិត្តហើយពេលមួធម្មជាតិយើងរស់ជាមួយធម្មជាតិណាទីមួយយើងបានម្ហូបទីពីរយើងបានកាត់បន្ថយ stress ការងារយើងធ្វើជាប្រចាំយើងធ្វើហើយប៉ុន្តែនេះយើងជាការងារឆ្លៀតណាឆ្លៀតទៅហើយជាពិសេសយប់អីខ្ញុំដល់ថ្ងៃធ្វើវ៉ាក់សាំងខ្ញុំចុះមកវ៉ាក់សាំង1ម៉ោងអីទៅបានឡើងផ្ទះវិញអញ្ចឹងវាអត់ប៉ះពាល់មួយការងារយើង